នៅក្នុងភូមិដាច់ស្រយាលមួយក្មេងស្រីតូចម្នាក់ឈ្មោះលីដាបានរើបានតុក្កតាជ័រដ៏ស្រស់ស្អាតមួយពីធុងសម្រាមក្បែរផ្ទះសំណាក់ចាស់តុក្កតានោះមានសក់វែងរលោងនិងភ្នែកធំៗពណ៌ខៀវគួរឲ្យស្រឡាញ់លីដាស្រឡាញ់វាខ្លាំងណាស់ហើយតែងតែយកវាមកដេកជាមួយរាល់យប់ប៉ុន្តែចាប់តាំងពីតុក្កតានោះជួលមកក្នុងផ្ទះរឿងចម្លែកក៏ចាប់ផ្ដើមជួបប្រទះរៀងរាល់យប់ឪពុកម្ដាយរបស់លីដាតែងតែឮសំឡេងកូនស្រីជជែកលេងនិងសើចកក់អាយនៅក្នុងបន្ទប់ម្នាក់ឯងនៅពេលសួរនាំលីដាតែងតែឆ្លើយថាកូនកំពុងលេងជាមួយបងស្រីស្អាតតាម៉ាក់ពាក្យសម្ដីនេះធ្វើឲ្យអ្នកទាំងពីរព្រឺសម្បួលខ្ញាព្រោះនៅក្នុងបន្ទប់នោះមានតែលីដានិងតុក្កតាជ័រនោះប៉ុណ្ណោះយប់មួយម៉ោងប្រហែលជា12 អាធ្រាត្រសំឡេងសន្ទនានោះប្រែជាខ្សឹបខ្សៀវគួរឲ្យខ្លាចឪពុករបស់លីដាសម្រេចចិត្តលបមើលតាមប្រហោងទ្វារទិដ្ឋភាពដែលគាត់បានឃើញធ្វើឲ្យគាត់ស្ទើរតែកេងបេះដូងនៅក្នុងពន្លឺព្រះច័ន្ទដ៏ស្លេកស្លាំងតុក្កតាជ័រដែលធ្លាប់តែដេកស្ងៀមបែរជាកំពុងអង្គុយត្រង់ខ្លួនហើយដៃជ័រដ៏រឹងកំព្រឹតរបស់វាកំពុងកាន់សិតសោកសិតឲ្យលីដាយ៉ាងយឺតអ្វីដែលរន្ធត់បំផុតនោះគឺភ្នែកជ័ររបស់វាបានប្រែជាមានក្របភ្នែកមនុស្សពិតដែលកំពុងក្រឡេកចុះឡើងតុក្កតានោះបានខ្សឹបដាក់ត្រចៀកលីដាថាកុំប្រាប់អ្នកណាឲ្យសោះបើមិនចង់ឲ្យម៉ាក់ប៉ាឯងស្លាប់យប់នេះយើងនឹងដោះដូរប្រលឹងគ្នាហើយភ្លាមនោះលីដាប្រែជាដេកលក់ស្ងប់ស្ងាត់ខណៈដែលរូបរាងតុក្កតាចាប់ផ្ដើមរីកធំឡើងធំឪពុកនាងក៏ធាក់ទ្វារចូលយ៉ាងខ្លាំងក្នុងមួយប៉ព្រិចភ្នែកតុក្កតានោះក៏ធ្លាក់ចុះមកដេកលើឥដ្ឋដូចដើមប៉ុន្តែនៅពេលគាត់លើកកូនស្រីមកអោបគាត់ស្រាប់តែឃើញស្បែករបស់លីដាប្រែជារឿងដូចជ័រនិងត្របាក់ភ្នែកនាងមិនអាចបិទបានឡើយចំណែកឯតុក្កតាដែលដេកលើឥដ្ឋវិញបែរជាមានស្មាំញញឹមយ៉ាងកំណាចនិងមានឈាមស្រក់ចេញពីភ្នែកជ័រនោះមកតក់ព្រលឹងរបស់លីដាត្រូវបានតុក្កតាវិញ្ញាណអាក្រក់នោះលេបត្របាក់បាត់ទៅហើយ